បើខ្ញុំនឹងគេញ៉ាំតែបងប្អូនបកល្ហុងជួយឆ្ងាញ់ចាបងស្រីបងនាងខ្ញុំនឹងគាត់បានធ្វើឲ្យដល់ឥឡូវដំបូងនឹងខ្ញុំចិតល្ហុងសិនចិតឲ្យប្រាក់បាត់មកពីទៅលឿនហើយខ្ញុំលាងទឹកល្ហុងនឹងហើយខ្ញុំឈូសល្ហុងជារសៃឯបងប្អូនចាឥឡូវនេះជូររៀបរាល់ហើយតាប់មកក៏ខ្ញុំដុតប្រហុកចាប្រហុកខ្មែរយើងប្រហុកយកប្រហុកឆ្អឹងណាប្រហុកសាច់ក៏បានប្រហុកឆ្អឹងក៏បានហើយយើងចាប់ផ្ដើមដាក់គ្រឿងចូលដាក់ម្ទេសដាក់ខ្ទឹមដាក់ស្ករប៊ីចេងអំបិលយកត្រីឆ្អើអីក៏បានឬក៏មានក្តាមប្រៃអីក៏បានដែរដាក់ចូលទៅទាំងអស់ហ្នឹងណាចាហើយតាមកខ្ញុំដាក់សណ្តែកដីលីងហើយខ្ញុំដាក់ម្ទេសនេះឯងម្ទេសអាចសាត់ទៅឆ្ងាញ់ឈ្ងុយមែនតើយើងបុកឲ្យយើងច្បល់វាចូលគ្នាទៅយើងអាចញ៉ាំបានហើយយើងច្បល់វាទៅឬក៏យើងបុកវាក៏បានដែរចាបាទរសៃល្ហុងខ្ញុំនឹងរឹងចឹងខ្ញុំបុកវាបន្ថែមចឹងណាចាយើងបុកវាបន្ថែមទៅតែបន្ថែមរសៃល្ហុងយើងតូចយើងមិនបុកក្បាលយើងគ្រាន់ច្បល់ទៅវាចូលជាតិហើយវាអាចតុនហើយឥឡូវនេះរួចរាល់ហើយយើងចាប់ផ្ដើមត្រាបេះបន្លែម្ដងមានជីក្រហមជីរណាជីពតត្រីខ្ញុំបេះបន្លែអ្នកកូនរបស់ខ្ញុំបងធីតាក៏ជួយបេះជីពតត្រីដែរមើលគេអ្នកជួយបេះជីពតត្រីគេដល់កហើយកូននឹងងលពឹសសែនលពឹសឥឡូវនេះយើងលាងបន្លែលាងផ្ទីហើយយើងបែបបាញ់មិញហ្នឹងចាលាងទៅយើងចាឲ្យកុំភ្លេចដាក់សឹកកទួតចាមានទឹកកទួតផងឆ្ងាញ់មែនតើមានទឹកកទួតមានបើយើងមានតកួនមានប៉េប៉ោយើងដាក់បានដែរអញ្ចឹងណាឬក៏យើងដាក់ស្ពៃក្តោយក៏បានដែរហើយដល់ពេលវគ្គញ៉ាំម្ដងហើយឆ្ងាញ់មែនតើរសជាតិបងស្រីខ្ញុំគាត់ធ្វើគឺឆ្ងាញ់មែនឲ្យអុយហ្មង